ថ្ងៃនេះខ្ញុំចង់នាំលោកអ្នកបងប្អូនមួយតាក់ទងទៅនឹងការថ្វាយក្នុងជីវិតរបស់យើងខ្ញុំដឹងថាលោកអ្នកបងប្អូនធ្លាប់ថ្វាយទៅកាន់ព្រះអង្គហើយប៉ុន្តែនៅព្រឹកនេះខ្ញុំចង់ឲ្យលោកអ្នកបងប្អូនប្រមាណអ្នកដែលបានយល់អំពីការថ្វាយច្បាស់លាស់ហើយពិតប្រាកដនៅក្នុងជីវិតរបស់យើងថាយើងធ្លាប់ថ្វាយពីអតីតកាលឬក៏ថ្វាយបច្ចុប្បន្នយើងថ្វាយរបៀបណានៅក្នុងជីវិតរបស់យើងហើយមុននឹងយើងចូលព្រះទូលព្រះអង្គខ្ញុំចង់នាំលោកអ្នកបងប្អូនអានខគម្ពីរមួយជាមួយគ្នាហើយបន្ទាប់មកយើងនឹងអធិដ្ឋានជាមួយគ្នាដូច្នេះថ្ងៃនេះខ្ញុំចង់នាំលោកអ្នកបងប្អូនទៅមើលក្នុងគម្ពីរ2កូរិនថូសចំពុក9ខ7សូមអានជាមួយខ្ញុំតោះ1 2 3ចូលឲ្យគ្រប់គ្នាធ្វើតាមដែលសម្រេចក្នុងចិត្តចោះមិនមែនដោយស្ដាយឬដោយបង្ខំឡើយត្បិតព្រះទ្រង់ស្រឡាញ់ដល់អស់អ្នកណាដែលថ្វាយដោយអំណរសូមសម្រុំចិត្តអធិដ្ឋានជាមួយខ្ញុំព្រះយេស៊ូវព្រះអង្គឲ្យយើងខ្ញុំសូមអរគុណព្រះអង្គនៅថ្ងៃនេះអរគុណព្រះអង្គសូមឲ្យព្រះអង្គបានប្រទានគំនិតបញ្ញាដល់យើងខ្ញុំឲ្យយើងខ្ញុំយល់កាន់តែច្បាស់បន្ថែមទៀតកុំឲ្យយើងខ្ញុំធ្វើតាមបែបប្រពៃណីឬក៏ធ្វើតាមបែបក្បួនចាស់ក្រឹតវិន័យឬការចាស់នៅក្នុងជីវិតផងយើងដែលធ្វើឲ្យយើងខ្ញុំមានការភ័យខ្លាចក្នុងការថ្វាយធ្វើឲ្យខ្ញុំសង្ស័យក្នុងការថ្វាយនៅឡើយបងឲ្យសូមដេញនៅរាល់វិញ្ញាណទាំងអស់នេះឲ្យយើងខ្ញុំបានចងចាំឲ្យយើងខ្ញុំបានរំលឹកនៅថ្ងៃប្រគុណរបស់ផងព្រះអង្គថ្ងៃដែលព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទបានយាងមកសង្គ្រោះដោះយើងខ្ញុំឲ្យរួចអំពីអំពើបាបដោះរួចអំពីខ្នោះគ្រៀងច្រវាក់ឬក៏ការអាក្រក់ផ្សេងៗនៅក្នុងជីវិតរបស់ផងយើងឲ្យយើងគ្រប់គ្នារស់នៅដោយមានសេរីភាពក្នុងការរស់នៅប្រចាំថ្ងៃសេរីភាពនៃសេចក្តីជំនឿហើយសេរីភាពនៃការធ្វើអ្វីៗនៅក្នុងជីវិតរបស់ផងយើងដែលស្របតាមបំណងផាតីបងហើយមួយទៀតឲ្យយើងខ្ញុំមានសេរីភាពក្នុងការដែលយើងខ្ញុំចេះថ្វាយទៅកាន់ព្រះអង្គដ៏ត្រឹមត្រូវព្រះអង្គយើងខ្ញុំសូមអរគុណព្រះអង្គសូមដកចេញនៅវិញ្ញាណនៃការរំខានចេញពីជីវិតយើងខ្ញុំឲ្យយើងខ្ញុំបានយកចិត្តទុកដាក់នៃស្ដាប់ព្រះបន្ទូលព្រះអង្គនៅព្រឹកផងដែរគុណសូមអធិដ្ឋានទូលថ្វាយនៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអេមែនហាឡេលូយ៉ានៅថ្ងៃនេះចំណងជើងយើងគឺសេរីភាពនៃការថ្វាយបាទសេរីភាពនៃការថ្វាយដែលខ្ញុំចង់និយាយផ្ដោតនៅក្នុងគម្ពីរសញ្ញាថ្មីអញ្ចឹងយើងមានការថ្វាយបែបនៅក្នុងគម្ពីរសញ្ញាចាស់និងការថ្វាយបែបនៅក្នុងគម្ពីរសញ្ញាថ្មីតើសញ្ញាចាស់យ៉ាងម៉េចសញ្ញាថ្មីយ៉ាងម៉េចតែបងប្អូនតែងតែនិយាយថាបើអ្នកធ្វើតាមគម្ពីរសញ្ញាចាស់ប្រហែលជាខុសហើយអ្នកធ្វើតាមគម្ពីរសញ្ញាថ្មីប្រហែលជាត្រូវឬក៏គាត់ថាអ្នកធ្វើតាមថ្មីមិនត្រូវទេត្រូវតែធ្វើតាមគម្ពីរសញ្ញាចាស់បងប្អូនត្រូវចាំថាគម្ពីរទាំងពីរនេះអត់ត្រូវការបោះបង់មួយណាចោលទេពីព្រោះទាំងពីរហ្នឹងផ្គុំមកតែមួយគឺជាព្រះគម្ពីរទាំងមូលយើងមិនអាចមានតែប្រើតែសញ្ញាចាស់អត់សញ្ញាថ្មីហើយក៏មិនមែនប្រើតែសញ្ញាថ្មីអត់សញ្ញាចាស់ដែរយើងប្រើទាំងមូលបើមិនចឹងទេយើងមិនដាក់ចូលគ្នាទៅយើងអត់ដាក់ថាជាព្រះគម្ពីរសញ្ញាចាស់សញ្ញាថ្មីទេបើសិនតែយើងប្រើតែមួយយើងយកតែមួយចំណែកមកប្រើយើងអត់ចាំបាច់ប្រើគម្ពីរទាំងមូលទេពីព្រោះវាមានសារៈសំខាន់ដូចគ្នាគម្ពីរសញ្ញាចាស់គ្រាន់តែជាការចំអល់បង្ហាញដើម្បីមកដល់ព្រះយេស៊ូវឬក៏ចង្អុលបង្ហាញនៅក្នុងគម្ពីរសញ្ញាថ្មីហើយយើងពេលយើងមានគម្ពីរសញ្ញាថ្មីយើងមិនបោះបង់សញ្ញាចាស់ចោលនោះទេមានថាសញ្ញាថ្មីគឺជាការបំពេញបន្ថែមឲ្យគ្រប់ឲ្យពេញលេញនៅក្នុងគម្ពីរសញ្ញាចាស់ដូចយើងទឹកមួយកែវអញ្ចឹងណាសញ្ញាចាស់យើងបានកន្លះកែវឬក៏កាចហើយដល់សល់តែបន្តិចទៀតយើងចាក់បំពេញបន្ថែមអញ្ចឹងព្រះយេស៊ូវយាងមកដើម្បីបំពេញបន្ថែមឲ្យគ្រប់គម្ពីរទាំងមូលឲ្យមានខ្លឹមសារនៅក្នុងព្រះគម្ពីរទាំងមូលបានសម្រេចចឹងមិនមែនន័យថាចឹងការថ្វាយដង្វាយយើងបងប្អូនដឹងហើយនៅក្នុងការថ្វាយដង្វាយនៅក្នុងគម្ពីរសញ្ញាចាស់អ្នកខ្លះគេថាថ្វាយដង្វាយគេចឹងគេថ្វាយដង្វាយដុតទាំងមូលដែលគេតែងតែយកសត្វគោសត្វចៀមសត្វពពែដើម្បីជាដង្វាយដុតទាំងមូលថ្វាយជាក្លិនក្រអូបទៅដល់ព្រះអង្គនៅក្នុងគម្ពីរសញ្ញាចាស់អ្នកខ្លះគេយកដង្វាយជាគ្រាប់ធញ្ញជាតិដូចជាមានម្សៅមានគ្រាប់ធញ្ញជាតិផ្សេងក៏ដូចជាឬក៏យកនំប៉័ងអត់ដំបែដើម្បីយកទៅថ្វាយទៅកាន់ព្រះអង្គអ្នកខ្លះគេយកដង្វាយគេហៅជាដង្វាយលួសបាបឬក៏ជាដង្វាយសន្តិភាពឬក៏ដង្វាយដែលស្ម័គ្រពីចិត្តរបស់ផងគេនៅកាលពីមុនគេមានច្រើនណាស់គេមានជារបស់របរជាសត្វជាអីជាការផលផ្លែពីចំការពីអីគេយកមកថ្វាយព្រះអង្គហើយនៅក្នុងពេលបច្ចុប្បន្ននេះក៏មានថ្វាយដែរមិននៅតាមខេត្តមួយចំនួនអ្នកខ្លះយកដង្វាយអំពី
ចំការរបស់គាត់បាទចំការស្វាយឬក៏បាទចំការដូងបាទចំការយកដូងមកថ្វាយអញ្ចឹងទៅចំការគាត់ធ្វើអ្វីបាននៅក្នុងខ្សែចំការរបស់គាត់ក៏យកមកថ្វាយព្រះអង្គបាទផ្លែខ្នោបាទផ្លែដូងផ្លែម្នាស់ឬក៏អីចឹងគាត់អាចយកមកថ្វាយមកកាន់ព្រះដើម្បីព្រះយកទៅបែងចែកដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានពិសាគ្រប់គ្នាឬក៏ចែករំលែកទៅកាន់អ្នកដទៃដើម្បីអានេះបើសិនជាគាត់អត់មានថវិកាបាទពេលខ្លះគាត់មានជាថវិកាគាត់យកថវិកាមកថ្វាយមកកាន់ព្រះអង្គហើយក្នុងពេលបច្ចុប្បន្នដែលយើងតែងតែថ្វាយសប្តាហ៍ថ្ងៃនេះយើងឃើញថាបងប្អូនខ្លះគាត់ថ្វាយដង្វាយ10ហូត1ឬក៏ថា1ភាគ10អីចឹងទៅបាទដង្វាយគាត់ថាគាត់មានប្រាក់ខែ100គាត់ថ្វាយ$10ឬក៏មាន1000គាត់ថ្វាយ100នេះការដង្វាយ10ហូត1បច្ចុប្បន្ននេះអ្នកខ្លះថ្វាយបែបហ្នឹងបាទហើយបងប្អូនខ្លះគាត់ថ្វាយបែបដង្វាយសេចក្តីស្រឡាញ់ឬក៏ដង្វាយគាត់ថ្វាយប្រចាំសប្តាហ៍ពេលយើងមកថ្វាយបង្គំព្រះអង្គអ្នកខ្លះថ្វាយដង្វាយបេសកកម្មពេលមានបេសកកម្មចុះទៅផ្សាយដំណឹងល្អឬក៏ធ្វើអ្វីនៅតាមខេត្តគាត់ចង់ថ្វាយដង្វាយនេះក៏អត់បានទៅទេគាត់បានទៅចូលរួមជួយទេប៉ុន្តែគាត់ចង់ថ្វាយដង្វាយ$10 $20 $30ដើម្បីជួយបេសកកម្មគម្រោងបេសកកម្មដែលលោកគ្រូចាំធីមចុះទៅខ្ញុំសូមថ្វាយដង្វាយចូលរួមហ្នឹងដង្វាយបេសកកម្មបាទដង្វាយមួយទៀតគឺជាដង្វាយគេហៅថាឬក៏ដង្វាយណូអែលបងប្អូនខ្លះគាត់ថាមួយឆ្នាំគាត់ថាណូអែលយើងមានម្ដងទេអញ្ចឹងគាត់សុំរួមចំណែកគាត់សន្សំលុយបានគាត់រួមចំណែក10 20ឬក៏អ្នកខ្លះគាត់ថាដង្វាយណូអែលគាត់ថាគាត់ចូលរួមទឹក5យួរឬក៏គាត់ចង់ថ្វាយបែបជាសម្ភារៈផ្សេងទៅកាន់ណូអែលអ្នកខ្លះគាត់បានយកនាំយកបាទសម្លៀកបំពាក់ឬក៏អ្វីនៅថ្មីនៅគួរសមដែរគាត់ឈប់ប្រើប្រាស់គាត់យកមកដាក់ដើម្បីឲ្យចែកទៅដល់ជនខ្វះខាតផ្សេងបាទមានការថ្វាយជាច្រើននៅក្នុងព្រះវិហារនៅក្នុងពេលបច្ចុប្បន្នអ្នកខ្លះថ្វាយដង្វាយបែបផលដំបូងបាទផលដំបូងយ៉ាងម៉េចផលដំបូងគឺដូចជាគាត់ថ្វាយអ្នកខ្លះគាត់ថ្វាយបែបគាត់ធ្វើការព្រោះគាត់អធិដ្ឋានសូមព្រះអង្គឲ្យសូមប្រទានការងារឲ្យកូនបានធ្វើបាទបើសិនជាពេលខ្លះដង្វាយសន្យាដង្វាយផលដំបូងគឺជាបងប្អូនអាចដឹងទេពេលដែលយើងដាំដើមផ្លែឈើអីផ្សេងណាពេលខ្លះគេថាដាំដំបូងហ្នឹងគឺអាក្តាប់ក្តៀបអីហ្នឹងគឺមកគេហៅថាពេលខ្លះអត់បានផលទេបាទអាសាលើកទី1តែចាស់ក៏តែនិយាយថាអូនេះផលដំបូងថ្វាយទៅព្រះអញ្ចឹងអត់បានមកយើងទេព្រោះត្រូវថ្វាយទៅព្រះអញ្ចឹងយើងអត់បានផលយកមកហូបទេអញ្ចឹងអាដំបូងហ្នឹងគឺអត់ទេអ្នកខ្លះគាត់បាទគាត់ធ្វើការងារប្រាក់ខែដំបូងទី1របស់គាត់យកមកចាយទេគាត់ដាក់ប្រាក់ខែទាំងមូលហ្នឹងមួយខែដែលគាត់ទទួលបានដំបូងព្រោះគាត់បានសន្យាឬក៏គាត់បានអធិដ្ឋានទៅកាន់ព្រះអង្គពីព្រោះព្រះអង្គបានប្រទានពរឲ្យគាត់មានការងារធ្វើអញ្ចឹងគាត់សប្បាយចិត្តហើយគាត់ចង់ធ្វើការនេះទៅកាន់ព្រះអង្គគាត់ថាព្រះអង្គមួយខែដំបូងនេះកូនអត់យកមកចាយទេកូនថ្វាយមួយខែដំបូងដាច់ទៅកាន់ព្រះអង្គនេះគេហៅដង្វាយផលដំបូងមានន័យថាគាត់អត់ប៉ះពាល់ទេនេះគឺជាការសម្រេចចិត្តរបស់គាត់ថាគាត់ចង់ថ្វាយផលដំបូងទៅកាន់ព្រះអង្គហើយគាត់សម្គាល់មើលហើយគាត់ចាំមើលថាតើខែបន្ទាប់ទៀតយ៉ាងម៉េចពេលដែលគាត់ហ៊ានដាក់ដង្វាយផលដំបូងទៅកាន់ព្រះអង្គតើអាខែទី2ខែទី3ខែទី4រហូតតើព្រះអង្គគិតគង់យ៉ាងណាចំពោះគាត់សង្កេតមើលដល់ខ្លួនឯងនេះគឺជារបៀបនៃការថ្វាយជាច្រើននៅក្នុងពួកជំនុំរបស់ព្រះអង្គបើសិនជារបៀបថ្វាយនៅក្នុងគ្រួសាររបស់ខ្ញុំវិញបាទដោយថាដង្វាយប្រាក់ខែឬក៏ទាំងមូលអញ្ចឹងជាដង្វាយរួមសម្រាប់គ្រួសារអញ្ចឹងខ្ញុំប្រពន្ធគាត់អ្នកចាត់ចែងគាត់អ្នកសម្រាប់ចិត្តថាថ្វាយទៅកាន់ព្រះអង្គមួយខែម្ដងព្រោះបានមកអំពីប្រាក់ចំណូលឬក៏អ្វីដែលយើងរកបានអញ្ចឹងគាត់សម្រាប់ចិត្តគាត់អ្នកថ្វាយខ្ញុំមកថ្វាយទេអានឹងព្រោះគាត់អ្នកកាន់លុយបាទប៉ុន្តែគាត់ថាតែក៏យើងមានចំណែកនៅក្នុងខ្លួនយើងដែរដើម្បីយើងងាយស្រួលក្នុងការចាយវាមានន័យថាប៉ុន្តែវាប្រចាំខែគាត់អ្នកសម្រាប់ចិត្តក្នុងការដាក់ដង្វាយប្រចាំខែប្រចាំខែម្ដងហើយដាក់ដង្វាយប្រចាំអាទិត្យបាទគ្រប់គ្នាគាត់ដាក់ផ្សេងខ្ញុំដាក់ផ្សេងអានេះដង្វាយប្រចាំអាទិត្យជាការសម្រេចចិត្តរបស់ខ្ញុំចង់ថ្វាយប៉ុន្មានទៅកាន់ព្រះអង្គខ្ញុំថ្វាយដោយខ្លួនឯងខ្ញុំអត់សួរគាត់ទេគាត់ក៏អត់សួរខ្ញុំដែរគាត់សម្រេចចិត្តដោយខ្លួនឯងគាត់ចង់ថ្វាយគាត់ព្រះអង្គប៉ះពាល់ចិត្តគាត់ថ្វាយប៉ុន្មាន
គាត់ថ្វាយប៉ុណ្ណឹងឬក៏គាត់ចង់ដាក់ហោគាត់ចង់ដាក់$5រៀងរាល់អាទិត្យរៀងរាល់គាត់ដាក់ចឹងរហូតគឺជារឿងនៃការសម្រេចចិត្តរបស់គាត់ឬបើពេលខ្លះក៏គាត់ដាក់បាទ$2កន្លះឬក៏$3ឬក៏$5ឬក៏$6 $10ជារឿងរបស់គាត់ព្រោះអត់មានសួរនាំគ្នាទេព្រោះជាការសម្រេចចិត្តហើយខ្ញុំសម្រេចចិត្តខ្លួនឯងព្រោះព្រះអង្គប៉ះពាល់ខ្ញុំប៉ុន្មានខ្ញុំចង់ថ្វាយ$10ខ្ញុំចង់ថ្វាយ$5នេះជាការសម្រេចចិត្តនៃការថ្វាយប្រចាំសប្តាហ៍ប្រចាំអាទិត្យហើយមិនមែនត្រឹមតែហ្នឹងទេពេលខ្លះដល់ណូអែលយើងមានចំណែកក្នុងការថ្វាយទៅកាន់កម្មវិធីរបស់ណូអែលពីព្រោះឲ្យខ្ញុំក៏ចង់បានប្រពរពីព្រះអង្គថាបង្ហាញពីសេចក្តីស្រឡាញ់ដែលខ្ញុំចង់ឃើញអំពីការដែលព្រះអង្គសគត់ប្រសូតនៅលើផែនដីនេះរំលឹកអំពីថ្ងៃព្រះអង្គប្រសូតខ្ញុំចង់ថ្វាយជាការសម្រេចចិត្តជាគ្រួសារឬក៏យើងពិភាក្សាគ្នាហើយយើងចង់ដាក់ដង្វាយប្រមាណទៅកាន់ថ្ងៃកម្មវិធីនោះឯងខ្ញុំសម្រេចចិត្តជាមួយប្រពន្ធរបស់ខ្ញុំហើយមានដង្វាយផ្សេងទៀតដង្វាយសេចក្តីស្រឡាញ់ខ្ញុំថ្វាយទៅកាន់បងប្អូនណាមួយចំនួនដែលខ្វះខាតឬមួយក៏ព្រះអង្គប៉ះពាល់ថាឲ្យចង់ឲ្យខ្ញុំថ្វាយទៅកាន់គាត់ទៅតាមដែលព្រះអង្គមានបន្ទូលមកកាន់ខ្ញុំឬក៏ព្រះអង្គប៉ះពាល់ចិត្តខ្ញុំថាចំនួនប្រមាណដែលខ្ញុំចង់ថ្វាយទៅកាន់បុគ្គលហ្នឹងជួនកាលខ្ញុំថ្វាយឲ្យគាត់ដឹងខ្ញុំថ្វាយទៅកាន់គាត់តែម្ដងពេលខ្លះខ្ញុំថ្វាយឲ្យដឹងវាវើដង្វាយខ្លះអ្នកខ្លះគេអត់ចង់ឲ្យបុគ្គលនឹងដឹងទេពីព្រោះរឿងខ្លះព្រះអង្គប៉ះពាល់យើងដើម្បីឲ្យបុគ្គលនឹងភ្ញាក់ផ្អើលឬក៏បុគ្គលនឹងសរសើរព្រះអង្គអត់ឲ្យសរសើរខ្លួនយើងទេព្រោះអ្នកខ្លះគាត់ថ្វាយអ្នកខ្លះមានអ្នកខ្លះមានបបពិសោធន៍សុកបើកកពីទៅឃើញលុយនៅក្នុងហ្នឹងពីព្រោះមានអ្នកខ្លះយកលុយទៅដាក់ក្នុងហ្នឹងដើម្បីគេថាចង់ប្រទានពរគាត់ប៉ុន្តែអត់ឲ្យដឹងថាអ្នកណាជួនកាលយើងផ្ញើដង្វាយទៅកាន់តាមរយៈអ្នកណាមួយប៉ុន្តែគេប្រាប់ថាកុំប្រាប់ថាខ្ញុំមកគាត់ប្រាប់ថានេះព្រះអង្គប្រទានពរមានគេផ្ញើដង្វាយដាក់ឲ្យអ្នកឯងប៉ុន្តែមិនបាច់ប្រាប់ថាខ្ញុំទេសូមឲ្យគាត់ទៅអញ្ចឹងឲ្យគាត់នឹងឲ្យគាត់អរគុណព្រះអង្គទៅមិនដឹងថាអ្នកណាមិនដឹងអញ្ចឹងមានពេលខ្លះគាត់អធិដ្ឋានឲ្យព្រះអង្គឆ្លើយតបទៅកាន់គាត់យើងអត់ដឹងឲ្យព្រះអង្គមកប៉ះពាល់ចិត្តយើងតែតាមរយៈដែលគាត់អធិដ្ឋានអញ្ចឹងហើយបានការអធិដ្ឋានមកផងយើងអត់ដឹងទេពីព្រោះខ្ញុំធ្លាប់មានបទពិសោធន៍តាមរយៈនៃការថ្វាយបងប្អូនដឹងហើយថាពេលដែលយើងធ្វើការជាគ្រូកងវិលឬអ្នកដឹកនាំពេលខ្លះគេអត់សូវចង់ធ្វើទេដោយសារគេដឹងថាធ្វើការងារពហិឬក៏ធ្វើការជាគ្រូកងវិលបានប្រាក់ខែតិចតួចបានប្រាក់តិចតួចអត់គ្រប់គ្រាន់ទេប៉ុន្តែភាពស្មោះត្រង់នៃការថ្វាយការយកចិត្តទុកដាក់ការដែលមិនត្អូញត្អែព្រោះតាំងខ្ញុំធ្វើការងារកន្លែងចាស់របស់ខ្ញុំធ្វើការងាររាល់ឆ្នាំហើយខ្ញុំមិនដែលសុំគាត់ឡើងប្រាក់ខែទេទោះបីគាត់ឡើងឲ្យក៏ឡើងអត់ក៏អត់ខ្ញុំអត់ដែលទេប៉ុន្តែភាពស្មោះត្រង់ភាពដែលអត់ធ្មត់របស់ខ្ញុំដែលធ្វើការ10ឆ្នាំជាងព្រះអង្គតែតែផ្គត់ផ្គង់ខ្ញុំរហូតតាំងពីខ្ញុំនៅផ្ទះជួលព្រះអង្គផ្គត់ផ្គង់ឲ្យខ្ញុំនៅផ្ទះជួលច្រើនឆ្នាំដែរពេលដែលខ្ញុំមានគ្រួសារហើយខ្ញុំអត់ទាន់មានផ្ទះនៅភ្លាមទេប៉ុន្តែព្រះអង្គផ្គត់ផ្គង់រហូតទោះបីខ្ញុំប្រាក់ខែតិចមែនប៉ុន្តែព្រះអង្គឲ្យខ្ញុំគ្រប់គ្រាន់ព្រះអង្គឲ្យខ្ញុំបបោអត់ខ្វះព្រះអង្គមានជ្រុងតែព្រះអង្គប្រទានពរឲ្យខ្ញុំអត់ចង់ឲ្យជ្រុងរបៀបណាទេតែជ្រុងរបស់ព្រះអង្គមានច្រើនតែព្រះអង្គមានបែបមានផែនការពេលដែលយើងទុកចិត្តហើយយើងហ៊ានថ្វាយទៅកាន់ព្រះអង្គថ្វាយមិនមែនថ្វាយដើម្បីចង់បានពីព្រះអង្គវិញក៏ខ្ញុំថ្វាយដើម្បីឲ្យព្រះអង្គឲ្យមកខ្ញុំវិញមិនមែនអញ្ចឹងអានឹងជាអេយ៉ាបតអត់ទេថ្វាយជាទូនាទីរបស់យើងនៃការកោតខ្លាចនៃការស្ដាប់បង្គាប់នៃការថ្វាយធ្វើតាមបាទដោយការស្រឡាញ់ព្រះអង្គយើងថ្វាយដោយការស្រឡាញ់ព្រះអង្គឬយើងថ្វាយដោយដឹងថាព្រះអង្គគឺជាប្រភពធនធានគ្រប់យ៉ាងរបស់យើងព្រះអង្គជាអ្វីទាំងអស់របស់យើងរើអ្វីបានទាំងអស់គឺជាប្រភពធនធានដែលមកពីព្រះអង្គនេះគឺជាអេយ៉ាបតនៃការថ្វាយដោយដឹងថាព្រះអង្គជាប្រភពធនធានសម្រាប់យើងគ្រប់យ៉ាងនៅក្នុងជីវិតរបស់យើងបងប្អូនដឹងថាជំនាន់ដូចខ្ញុំមិត្តភក្តិខ្ញុំប្រាក់ខែគេឡើងដល់1000អស់ហើយប៉ុន្តែពួកគាត់ប្រាក់ខែ1000ក៏ពិតមែនប៉ុន្តែខ្ញុំមើលទៅដូចជាអត់មានអីប្រសើរឬក៏អស្ចារ្យជាងយើងទេទោះបីខ្ញុំតិចជាងគាត់មែនដែលព្យាយាមធ្វើកិច្ចការងារបម្រើព្រះអង្គមិនចាត់ដោយការងារលោកីនៅខាងក្រៅមែនប៉ុន្តែព្រះអង្គស្មោះត្រង់ខ្ញុំប្រាប់បងប្អូនខ្ញុំធ្វើការតាំងពីស្ម័គ្រចិត្តរហូតដល់ប្រាក់ខែចាប់ដើមពី$40ប៉ុន្តែរហូតតិចម្ដងព្រះអង្គបាទតែងតែឡើងតិចម្ដងរហូតទៅដល់ខ្ញុំ
អាចរស់នៅគ្រប់គ្រាន់បានទោះមិនសបោហោហៀពេកក៏ប៉ុន្តែខ្ញុំអាចរស់នៅបានមកសមរម្យដូចគេដូចឯងអាចនឹងមានលទ្ធភាពជួយប្រទានប្រពរទៅដល់បងប្អូនផ្សេងទៀតដែលខ្វះខាតនៅជុំវិញខ្លួនខ្ញុំជាច្រើនដែលខ្ញុំជាដែលខ្ញុំជាប្រពរទៅដល់មនុស្សផ្សេងទៀតជាច្រើននៅតាមបណ្ដាខេត្តក្តីនៅតាមទីក្រុងភ្នំពេញក្តីខ្ញុំជាខ្ញុំថាខ្ញុំជាប្រពរមួយជាមួយសម្រាប់មនុស្សជាច្រើនផងដែរដែលទទួលប្រពរតាមរយៈខ្ញុំនេះចាស់ជាអ្វីដែលខ្ញុំអរគុណព្រះអង្គនៅភាពស្មោះត្រង់អ្វីដែលយើងស្មោះត្រង់ជាមួយព្រះអង្គប៉ុន្តែចង់លើកទឹកចិត្តចឹងបាន5បន្ទូលថ្ងៃនេះខ្ញុំចង់នាំលោកអ្នកបងប្អូនឲ្យបងប្អូនយល់អំពីការថ្វាយសម័យបច្ចុប្បន្ននេះសូមកុំឲ្យបងប្អូនមានភាពតានតឹងអូនិយាយពីដង្វាយទៀតហើយខ្ញុំពងអត់លុយហងលោកគ្រូនិយាយពីដង្វាយទៀតហើយខ្ញុំពងតែខ្វះខាតហងគ្រូនិយាយពីដង្វាយទៀតហើយខ្ញុំពងតែក្រផងខ្ញុំពងតែអត់មានការងារធ្វើផងលោកគ្រូនិយាយពីដង្វាយទៀតហើយបាទខ្ញុំសូមប្រាប់លោកអ្នកបងប្អូនការថ្វាយដង្វាយកុំឲ្យចាត់ទុកថាជាកតាបកិច្ចឬបើសិនបើខ្ញុំអត់ថ្វាយទៅតិចព្រះអង្គអត់ប្រទានពរខ្ញុំទៅបើខ្ញុំអត់ថ្វាយទៅតិចព្រះអង្គខ្ញុំខុសជាមួយព្រះអង្គទៅបើខ្ញុំចេះមួយបើខ្ញុំចុះមួយសូមកុំឲ្យការថ្វាយរបស់ផងយើងខ្លាយទៅជាកតាបកិច្ចឬក៏ជារឿងមួយដែលដាក់សម្ពាធនៅក្នុងជីវិតរបស់ផងយើងអញ្ចឹងខគម្ពីរកន្លែងនេះខ្ញុំចង់នាំលោកអ្នកបងប្អូនអានម្ដងទៀតនៅក្នុង2ករិនថូស 9:7 ចូលឲ្យគ្រប់គ្នាធ្វើតាមដែលសម្រេចក្នុងចិត្តចុះមិនមែនដោយស្ដាយឬដោយបង្ខំបើយើងថ្វាយដោយស្ដាយយើងកុំថ្វាយបើយើងថ្វាយដោយមានអារម្មណ៍ចិត្តថាយើងបង្ខំយើងកុំថ្វាយបើត្បិតព្រះទ្រង់ស្រឡាញ់ដល់អស់អ្នកណាថ្វាយដោយអំណរបើយើងអត់ថ្វាយដោយអំណរទេថ្វាយដោយតានតឹងថ្វាយដោយសង្ស័យថ្វាយដោយផិតភ័យថ្វាយដោយព្រួយយើងកុំថ្វាយសូមថ្វាយដោយមានចិត្តអំណរហើយថ្វាយដោយមានសេរីភាពអញ្ចឹងបានចំណងជើងថ្ងៃនេះខ្ញុំថាចូលថ្វាយដោយមានសេរីភាពក្នុងការថ្វាយកុំឲ្យដាក់ជាបន្ទុកមកក្នុងជីវិតផងយោខ្ញុំអត់ហ៊ានទៅពហិទេខ្ញុំអត់មានលុយថ្វាយនឹងបាយព្រះអង្គខ្ញុំអត់ហ៊ានទៅទេអត់ទេនៅតែមកពហិបានអញ្ចឹងអត់លុយក៏មកពហិបានដែរមានប៉ុន្មានដាក់ប៉ុន្មានតាមអ្វីដែលព្រះអង្គប៉ះពាល់យើងប៉ុន្តែព្រះអង្គសពហាតីឲ្យយើងថ្វាយតាមលទ្ធភាពដែលយើងធ្វើទៅបានអត់ដូចកាលបងប្អូនខ្លះគាត់ពេលដែលមុនជឿព្រះគាត់ហ៊ានថ្វាយគាត់ធ្វើទានច្រើនណាស់ដល់ពេលមកជឿព្រះអត់ហ៊ានថ្វាយតែម្ដងពេលមិនតាន់ជឿព្រះសំបីតែខ្ចីលុយគេខ្ញុំចាំកាលពីឪពុកម្ដាយខ្ញុំកាលខ្ញុំមិនតាន់ជឿព្រះយូរឆ្នាំកាលខ្ញុំនៅតូចឪពុកម្ដាយខ្ញុំអត់មានលុយធ្វើម្ហូបអាហារយកទៅវត្តឬក៏យកទៅប្រគេនលោកអីចឹងទៅគាត់សុកចិត្តខ្ចីលុយគេឬក៏ពេលខ្លះគាត់ជឿគេគេហៅជឿសាច់ជ្រូកគេកន្លះគីឡូឬក៏1គីឡូអញ្ចឹងដើម្បីយកមកធ្វើម្ហូបអាហារយកទៅពេលអត់មានលុយជឿគេចាំសងគេពេលក្រោយពេលខ្លះធ្វើដល់អញ្ចឹងអត់មានខ្លួនឯងទេប៉ុន្តែហ៊ានជឿឬក៏ជំពាក់គេប៉ុន្តែនៅក្នុងព្រះអង្គពេលមកជឿព្រះអង្គត្រូវមានសេរីភាពក្នុងការថ្វាយព្រះអង្គអត់សពហាតីឲ្យយើងទៅខ្ចីគេយកមកថ្វាយព្រះអង្គទេឃើញទេអត់សពហាតីឲ្យយើងទៅខ្ចីគេយកមកថ្វាយព្រះអង្គទេព្រះអង្គអត់សពហាតីទេអត់ឲ្យយើងទៅជំពាក់គេឲ្យយកដង្វាយមកដាក់កាន់ដំណាក់ព្រះអង្គអត់ទេថ្វាយដោយមានសេរីភាពយើងមានលទ្ធភាពប៉ុន្មានយើងថ្វាយប៉ុណ្ណឹងតាមព្រះអង្គប៉ះពាល់យើងថ្វាយដោយយើងស្រឡាញ់ព្រះអង្គយើងចង់តបទៅកាន់ព្រះអង្គពីសេចក្តីស្រឡាញ់ដែលយើងស្រឡាញ់ព្រះអង្គយើងថ្វាយទៅព្រះអង្គតាមតែព្រះអង្គប៉ះពាល់ចិត្តយើងមានពេលវេលាយើងថ្វាយយើងរូបកាយយើងទាំងមូលយើងថ្វាយខ្លួនយើងមកដំណាក់ព្រះអង្គមកកាន់ព្រះអង្គថ្វាយរូបកាយយើងទាំងមូលទៅកាន់ព្រះអង្គនោះគឺជាអ្វីដែលព្រះអង្គចង់បានពេលវេលាដង្វាយមិនមែនជាការបង្ខិតបង្ខំទេប៉ុន្តែយើងសួរព្រះអង្គដោយខ្លួនឯងថាតើខ្ញុំថ្វាយប៉ុណ្ណឹងខ្ញុំសប្បាយចិត្តទេឬក៏ថ្វាយជ្រុលរហូតពីសមត្ថភាពយើងទៅជាយើងកើតទុកវិញដូចថ្វាយខ្ញុំថ្វាយហ្នឹងប៉ុន្មានក៏ដោយដែលខ្ញុំថ្វាយទៅគឺជារបស់ព្រះអង្គខ្ញុំមិនដែលគិតថារបស់ខ្ញុំទេទោះបីជាខ្ញុំគ្រូបង្រៀនខ្ញុំអ្នកដឹកនាំនៅទីនេះក៏ពិតមែនប៉ុន្តែយើងមានអ្នកកាន់ដង្វាយយើងពី3នាក់អ្នករាប់ដង្វាយកត់ចំនួនសប្តាហ៍នេះយើងបានប៉ុន្មានបាទសប្តាហ៍ទី2បានប៉ុន្មានសប្តាហ៍ទី3បានប៉ុន្មានក្នុងរយៈពេល1ខែយើងមានអ្នកកាន់ដង្វាយ3នាក់ដើម្បីកត់ត្រាដើម្បីយកទៅចាត់ចែងការចំណាយរៀងច្រើនយើងត្រូវពិភាក្សាគ្នាបន្តិចតួចទេអ្នកកាន់ដង្វាយគាត់អាចចាយវាយនៅក្នុងពួកជំនុំរបស់យើងពេលខ្លះយើងដង្វាយយើងដាក់ទៅបាទ
ពីបែបទឹកចឹងសំទៅធ្វើកម្មវិធីប្រកបអាហារគ្នាម្ដងអស់លេងពេលខ្លះក្នុងមួយសប្តាហ៍ដែលយើងប្រកបគ្នាដង្វាយដែលយើងមួយអាទិត្យអត់បានក្រាន់ទេតតែ2អាទិត្យ3អាទិត្យចឹងទៅបានក្រាន់ស្មើដែលយើងប្រកបគ្នាម្ដងចឹងហើយបានជាយើងមួយខែយើងប្រកបគ្នាតែម្ដងទេយើងអត់ហ៊ានធ្វើរាល់អាទិត្យទេពីព្រោះយើងអត់មានលទ្ធភាពតែកាលណាយើងហួសបាទយើងចំណាយហួសចំណូលយើងនឹងមានបញ្ហាដូចក្នុងគ្រួសារមួយចឹងតែកាលណាយើងចំណាយច្រើនជាងចំណូលយើងមានបញ្ហាមិនថាគ្រួសារទេបុគ្គលផ្ទាល់ខ្លួនក៏ដោយបើយើងអត់ចេះគិតទេបើយើងហ៊ានតែចំណាយហួសចំណូលយើងនឹងមានបញ្ហាអញ្ចឹងព្រះវិហារព្រះអង្គអញ្ចឹងគឺជាការរួបរวมរវាងបងប្អូនដែលនៃការថ្វាយដង្វាយទៅកាន់ព្រះអង្គអញ្ចឹងកន្លែងនេះយើងមើលការថ្វាយនៅក្នុងគម្ពីរសញ្ញាថ្មីគឺនិយាយអំពីសេចក្តីស្រឡាញ់និងព្រះគុណមិនមែនជាច្បាប់ទេពីព្រោះពីមុនគេដាក់ថាជាច្បាប់ក្រឹតវិន័យត្រូវតែថ្វាយបើមិនថ្វាយទេមានចេះមួយបាទកោងយកទ្រព្យសម្បត្តិព្រះអង្គគេយកទ្រព្យសម្បត្តិព្រះអង្គលួចទ្រព្យសម្បត្តិព្រះអង្គបាទនៅក្នុងគម្ពីរសញ្ញាចាស់និយាយរឿងធ្ងន់តិចប៉ុន្តែនៅក្នុងគម្ពីរសញ្ញាថ្មីគឺព្រះអង្គឲ្យយើងមានសេរីភាពនៃការថ្វាយពីព្រោះអីបើយើងកំណត់ថាគ្រាន់តែថ្វាយដង្វាយ10ហូត1គឺពេលខ្លះបានដល់10ហូត1ទេប៉ុន្តែថ្វាយដែលចេញពីសេចក្តីស្រឡាញ់ចេញអំពីភាពឆេះឆួលវាអាចលើស10ហូត1ទៀតអ្នកខ្លះគាត់ហ៊ានថ្វាយដល់30% 40%ខ្ញុំចាំពេលមហាសទ្ធិមួយចំនួនគាត់ថ្វាយមិនមែន10-20%ទេអ្នកខ្លះ50លើ50%ឡើងពីព្រោះលុយគាត់ច្រើនគាត់ចាយអត់អស់ទេអញ្ចឹងលុយគាត់ទាំងឡាយគាត់ត្រូវតែចែកចាយជួយដល់បងប្អូនជាច្រើននៅពីពេញពិភពលោកគាត់ដឹងថាលុយហ្នឹងគាត់យកទៅធ្វើអីទេពីព្រោះអីវានឹងបាត់ទៅវិញបើសិនជាគាត់ស្លាប់បាត់បង់ជីវិតទៅលុយហ្នឹងអត់មានបៀនទៅណាទេពេលខ្លះយើងគេថាពេលដែលយើងរិះថាមខ្លាំងពេកពេលខ្លះអត់មានអីជួយយើងបានទេខ្ញុំចាំរឿងមួយនេះរឿងពិតអ៊ំមួយដែលខ្ញុំដឹងថាខ្ញុំធ្លាប់ចែកចាយគាត់លក់នៅផ្ទះរបស់គាត់យើងដើរមកផ្ទះអត់បានទេគាត់រិះថាមគាត់ខឹងរហូតទៅដល់គេដើរកាត់មកផ្ទះគាត់បានទេគាត់ដាក់ឈើទៅតឹងយើងមិនអោយណាគេជិះមកកង់ជិះម៉ូតូកាត់មកផ្ទះគាត់ចាំអង្គុយមើលតែម្ដងបាទហើយបើសិនតែគាត់ទៅវត្តទៅវាយវិញគាត់យកដឹងយកអីមកវិញខ្លះទេបាទហើយគាត់រើសតាំងពីថង់ចាស់យកមកលាងមកប្រើហ្នឹងវាមិនខុសទេប៉ុន្តែពេលខ្លះគាត់រិះថាមខ្លាំងពេកមានន័យថាមិនអោយអ្នកណាប៉ះពាល់គាត់ទេហើយថ្ងៃមួយដីគាត់នៅជាប់ផ្លូវធំមានតម្លៃលោកបានខ្ញុំគិតថាយ៉ាងហោចណាស់$1លានដី$1លានគាត់អត់ហ៊ានស៊ីចាយហ៊ានអីទេបាទមិនហ៊ានចាយវាទេបាទសន្សំធម្មតាមែនតើបាទមិនងាយបេះមិនងាយឲ្យទៅអ្នកណាទេមិនងាយបើយើងនិយាយថាមកស្វិតមកមិនងាយឲ្យទៅអ្នកណាទេគឺទុកសម្រាប់តែខ្លួនឯងរហូតទៅដល់លុយលក់បានរាប់លានពេលថ្ងៃមួយបាទគាត់មានកូនប្រសាហើយកូនបកើតគាត់រៀងមិនសូវគ្រប់ដែររៀងមានបញ្ហាគាត់មានប្រពន្ធដល់មានប្រពន្ធទៅបាទប្រពន្ធនឹងឯងបាទធម្មតាពីប្តីប្រពន្ធគេគ្រប់គ្រងលុយនឹងដល់ពេលយាយនឹងគាត់ស្លាប់ទៅលុយនឹងបានទៅលើកូនបកើតហើយនឹងកូនប្រសាហើយកូនបកើតនឹងមានបញ្ហាអត់សូវគ្រប់ឬក៏មានបញ្ហាអីចឹងទៅកូនបកើតខ្លួនឯងក៏ស្លាប់បាត់លុយធ្លាក់ទៅលើកូនប្រសាដល់ពេលកូនប្រសាតែស្លាប់បាត់ទៅគាត់ទៅយកប្តីទៀតដល់យកប្តីទៀតចឹងលុយហ្នឹងសាច់ញាតិក៏អត់បានទាំងអស់អាចបានទៅចៅខ្លះដែរព្រោះសាច់ជាប់សាច់ជាមួយកូនរបស់គាត់កូនបកើតតែកូនបកើតស្លាប់បាត់ចឹងបានទៅកូនប្រសាយកប្តីទៀតបាទលុយហ្នឹងដាច់ទៅគេអស់លេងចឹងពេលខ្លះរឿងខ្លះជាប្រព័ន្ធដ៏ធំសម្រាប់ខ្លួនឯងតែគាត់អត់ទទួលបានទេបានទៅគេទាំងអស់ដោយហើយសួរគាត់ខំរិះថាមបានប្រយោជន៍អីគាត់ខំរិះថាមបានប្រយោជន៍អីចឹងកន្លែងហ្នឹងចង់ប្រាប់ថាពេលខ្លះព្រះអង្គចង់ឲ្យយើងរៀនថ្វាយរៀនចែករំលែកទៅកាន់មនុស្សនៅជុំវិញខ្លួនរបស់យើងកុំឲ្យយើងរិះថាមខ្លាំងពេកយើងចេះចែករំលែកគ្នាទៅវិញមកក្នុងគ្រាពេលខ្លះរឿងខ្លះដែលពេលខ្លះយើងបានប្រពើមកហើយបើបងប្អូនភាគច្រើនយើងចង់បានប្រពើមែនទេយើងចង់តាមបានប្រពើប៉ុន្តែដូចកូនក្មេងហ្នឹងណាពេលខ្លះយើងឲ្យទៅគាត់គាត់តាមយកគាត់ចង់បានណាពេលទៅធ្វើតេស្តទៅសុំគាត់ភ្លាមគាត់អត់ឲ្យទេប៉ុន្តែពេលយកឲ្យគាត់ក៏ខំប្រវេប្រវាមកយកពីយើងសាក់លបងសុំគាត់វិញខ្វែជាប់អត់ឲ្យទេតែក្មេងខ្លះគាត់ឲ្យគាត់ដឹង
បាទពេលខ្លះកុំឲ្យយើងគ្រាន់តែចង់បានពីអ្នកដទៃប៉ុន្តែយើងចេះរៀនចែកពីអ្នកដទៃរឿងខ្លះដែលយើងអាចចែករំលែកបានរឿងខ្លះដែលយើងរបស់របរការហូបចុកក៏ដោយស្អីក៏ដោយពេលខ្លះយើងហូបអត់យើងសបោយើងច្រើនយើងហូបអត់អស់ហើយបើទុកចោលក៏ខូចដែរអញ្ចឹងយើងយកចែករំលែកឲ្យគ្នាយើងបានហូបទាំងអស់គ្នាទៅមិនល្អនេះគឺជាប្រព័ន្ធនៃការចែករំលែកហើយតាមរយៈប្រព័ន្ធនៃការចែករំលែកនឹងឯងយើងជាមនុស្សដែលមានពរជាមនុស្សដែលមានពរចឹងហើយបានជាព្រះបន្ទូលនិយាយថាការឲ្យប្រសើរជាងទទួលថាតើយើងចង់បានចង់ទទួលឬក៏ចង់ឲ្យចង់ទទួលឬក៏ចង់ឲ្យបើយើងទទួលយើងបានបើយើងឲ្យយើងអស់យើងចង់យកមួយណាចង់យកមួយណាចង់ឲ្យឬក៏ចង់ទទួលឲ្យគេអស់ពីយើងទទួលយើងបានរបស់មកចង់បានចង់ឲ្យឬក៏ចង់ទទួលមើលសុំលើអ្នកណាចង់ឲ្យចង់ធ្វើជាអ្នកឲ្យប្រហែលអ្នកចង់ធ្វើជាអ្នកឲ្យអូខេតោះប្រហែលព្រោះឲ្យអស់យ៉ាស្ដាយខ្ញុំសួរបាទប្រហែលអ្នកចង់ធ្វើជាអ្នកឲ្យអូខេតើប្រហែលអ្នកចង់ធ្វើជាអ្នកទទួលបានណាបាទកាលណាយើងធ្វើបាទអរគុណកាលណាយើងធ្វើជាអ្នកឲ្យមានន័យថាយើងមានមែនអត់វាមិនដែលឲ្យគេនៅរបស់ដែលយើងអត់មានទេកាលណាយើងធ្វើជាអ្នកឲ្យគេមានន័យថាយើងមានកាលណាដែលយើងជាអ្នកទទួលគេមានន័យថាយើងអត់ចឹងហើយកន្លែងនេះឲ្យមានពរជាងទទួលកាលណាឲ្យមានថាយើងជាអ្នកមានយើងជាអ្នកមានមិនយើងឲ្យទៅគេកាលណាយើងទទួលយើងអត់ព្រោះយើងទទួលរបស់ហ្នឹងមកវាយើងមានតែយើងអត់ចឹងកន្លែងហ្នឹងប្រយ័ត្នឲ្យមានពរជាងទទួលហ្នឹងខ្ញុំឧទាហរណ៍ថាឥឡូវឧទាហរណ៍ថាអ្នកសុំទានគាត់ទទួលពីគេរហូតមែនទេតែយើងអ្នកឲ្យទៅអ្នកសុំទានមានតែយើងកំពុងតែធូរធារគ្រាន់បើដែរយើងកំពុងតែមានលុយកាក់ដែរយើងក៏មានជីវភាពគ្រាន់បើដែរយើងឲ្យទៅគេមែនអត់ដល់ពេលអ្នកដែលសុំទានទោះបីមានប្រមាណគាត់នៅតែសុំគេដែរគាត់ដែរខ្វះទេគាត់ដែរគ្រប់ទេគាត់ខ្វះរហូតប៉ុន្តែឥឡូវឮសូរគេថាអ្នកសុំទានស្រួលមានលុយច្រើនជាងអ្នកដែលឲ្យទៀតព្រោះអ្នកសុំទានគាត់នឹងសុំបានមួយថ្ងៃបានច្រើនក៏ផ្ញើទៅពុកម្ដាយក៏ឬក៏ផ្ញើទៅផ្ទះហើយក៏ចូលចិត្តធ្វើហ្នឹងព្រោះវាស្រួលប៉ុន្តែខ្ញុំគិតថាមិនមែនជាប្រពោទេមិនមែនជាប្រពោដែលព្រះសពហៅតីនោះទេអេមែនដូច្នេះខ្ញុំចង់ឲ្យលោកអ្នកបងប្អូនមើលខកន្លឹះកន្លែងហ្នឹងគឺព្រះទ្រង់ស្រឡាញ់ដល់អស់អ្នកណាដែលថ្វាយដោយអំណរអញ្ចឹងពេលលោកអ្នកបងប្អូនថ្វាយចូលថ្វាយដោយអំណរកុំថ្វាយដោយសម្ពាធកុំថ្វាយដោយសង្ស័យកុំថ្វាយដោយទៅវិញបានតែញ៉ាំទេថ្វាយដោយមានសេរីភាពថ្វាយដោយញញឹមមុខញញឹមមិនមែនថ្វាយដោយមុខកញ្ញើទៀតហើយថ្វាយទៀតហើយដល់ពេលម៉ោងថ្វាយនឹងវាយទៀតហើយដល់ពេលខ្លះម៉ោងថ្វាយនឹងវាយចេញទៅក្រៅសិនហើយពេលដែលបងប្អូនថ្វាយសូមថ្វាយគេថាថ្វាយរបស់ល្អទៅកាន់ព្រះអង្គកុំអោយថ្វាយជារបស់សំណល់ពេលខ្លះយើងអាលុយចាស់យើងយកមកដាក់មកឲ្យពេលខ្លះខ្ញុំចប់ចាំពីមុនខ្លះក្តាប់ឡើងណែនឡើងទុកយ៉ាងណាដាក់ចូលក្នុងនំវាយអត់ខ្លាចគេឃើញដល់ពេលអញ្ចឹងគាត់មិនបាត់បន្តិចតួចទេណាបត់ក្តាប់ឲ្យឡើងទុកអញ្ចឹងដាក់ចូលហើយអ្នកដល់ពេលចាប់ទៅអ្នករាប់នំវាយមានពលាផងស្បូតផងប្អូនមកអាលុយមកស្លឹកនឹងមមត្រង់បាទឡើងលំបាកអ្នករាប់នំវាយអញ្ចឹងសូមដាក់មិនក្តាប់ខ្លាំងពេកទេដង្វាយយើងដាក់ទៅខ្លះដាក់ជាស្រោមសម្បត្តិអីចឹងទៅឲ្យវាសមរម្យជាដង្វាយមួយដែលយើងថ្វាយទៅកាន់ព្រះអង្គកុំឲ្យថ្វាយដង្វាយអាលុយទូអាលុយចាស់អាលុយកតុយថ្វាយទៅហើយយើងទុកអាថ្មីទុកអាលុយធំនេះប៉ុន្តែយើងចាប់សាប់អាលុយកតុយអាលុយកតុយលុយកតិចបាទដាក់ទៅកុំបងអត់សាប់អតីបែបហ្នឹងនេះសូមថ្វាយរបស់ល្អទៅកាន់ព្រះអង្គអេមែនថ្វាយរបស់ល្អទៅកាន់ព្រះអង្គឲ្យថ្វាយដោយសមរម្យទៀតបាទអ្នកខ្លះថ្វាយបាទថ្វាយក្តាប់ដៃទៅទេបានចូលវិញដកដៃវិញដោយលុយបាទអាហ្នឹងបោកព្រះហើយអាហ្នឹងបាទអាហ្នឹងខ្ញុំមិនដឹងថាបងប្អូនព្រោះមានអ្នកខ្លះគាត់អត់ទាន់ជឿព្រះអង្គច្បាស់ណាបាទដល់ពេលលោកទៅលេងដោយលុយមកវិញបាទអាហ្នឹងហើយគឺជាបាទអានេះបើសិនជាគាត់មិនទាន់ជឿព្រះច្បាស់វាអត់សូវអីទេប៉ុន្តែបើអ្នកជឿច្បាស់ហើយធ្វើចឹងអាហ្នឹងទទួលខុសត្រូវមួយព្រះអង្គខ្ញុំអត់ដឹងទេបាទអត់ថ្វាយទៅកាន់បងបាទអត់ថ្វាយគឺអត់ថ្វាយតែម្ដងបើថាអត់មានលុយមិនបាច់ថ្វាយទេមិនបាច់លោកដៃទេមែនទេ
mà ọt lục tức là kỳ thà ọt vái á trong không lục đại ta mình lục ọt miền lối đểไปđặt chỗ thì mà vẫn đặt chọp lối nó không năng trongการthวายmộtที่บางคนยำจำปรับท่ายืนเตาเจทวายให้ได้มายืนเตาเจทวายผัวโดยยำคลอมใหญ่สัตสัตเรียกโดยจีสัตสวายก็บางคนได้เลยสัตสวาไปเบียแกได้แกจังจับสวาแกจับโดงจับโดงปันมาได้สวาอย่างวิโจเตอร์คือสวานั่งจอบนั่นไงจังสวาวิอโจจัดเบียหาขดับอ่ะมันดูขดับอโจจัดเลียอโจจัดเจเอาอโจจัดทวายอโจจัดเอานั่นเตยไปได้เวียลูกโดงเตอร์ต่อเวียขดับจอบต่อไปก็เดินรถประพาประพิงปันนั้นก็เดินจับเวียก็วิอันเลียได้ต่อไปเวียคำขดับจอบจังวิเตียอยู่ไว้วิจอบมวยโดนั่งรถอรวยเตวิจอบจะมวยอัพพลายโดนั่งไงวิพูดวิอัดเพิ่มดีการน่าวิเลี้ยวิหัวจ้ะปวดได้วิเซลเตอร์รวยปัจจัยต่อไปวิขดับเตอวิเตียจอบเตียมาไว้อรวยเตยังไงจังสวาเปแต่วิขดับวิจังบ้านวิอัดเฮียนเลี้ยอัดเฮียนเป็นแหลงอัดเฮียนเป็นแหลงนั่งแกหาทางขาดปัดบังชีวิตอย่างมูลเป็นยังเห็นเป็นแหลงยังเป็นยังเป็นแหลงแต่ยังมีสลายเพียบยังเป็นแหลงแต่ยังตัวบางเปิดยังเป็นแหลงแต่จะเชื่อมนุษย์ได้บางสับหัดได้จะมาเรียนเห็นเป็นแหลงได้เห็นเลียได้เห็นอ่อยเห็นทวายโดยการเปลี่ยนเห็นใจลมแรงจากการบางโพยืนนี่ให้ก็เชื่อเปล่าบางสับหัดได้ยังตัวยังโดยเฉลี่ยบางสับหัดได้จะให้บรรดาสมัยมนเกยกตอบสมบัติเกยกไอ้ลูกดักไปโจคนเดียวดังสบายดังอมนอชิมวยคนเดียวครั้งน่ะจังมีในท่ายืงตัวประปอพ้องหอยยืงก็จะใจประปอดอนนั่นเตยเด็กมันจะตกตะโคลนไอเด็กไอแมนจังยืงมือตีมวยยำจังเอายืงกันลึกในขนมคอกัมปีนี้ไอการทวายคือจิการได้ช่วยจังยำปีจัดในขนมกัมปีร้มจะปลุกดับปีคอปรำใบหรือการจิการตูเมียนโจตูเมียนเตอหรือจิการใจเตียนโจใจดอยจัดสมะหรือจิการนอมมกโจทเวดอยอุตสาหรือกาเมตตาการณาก็ทเวดอยจัดริเรียจว่านักขนมกรีบอสัตว์มาพองเยอะยังอัดมันโจชมัวประกาศไม่เขาเตะทางบองโปนี่ด่าประมาณโจชมัวโจชมัวด่าจำนวนประกาศไม่เขาโนเตอเตการทวายดงวายแต่การปองกรีบอสัตว์คือยังทเวดอยสงัดเสนียมทเวดอยการสำหรับจัดอัดเมียนเพียบตามตั้งอัดเมียนการบังคับเตบ่าทวายโดยสมัครวิจัดทวายโดยได้ปะเอาเมียมันตูกันยังปันมันยังทวายปันนะไอ้ทวายให้เรียอมนอสบายเนื้อดงวายท่านี่จะดงวายดอกลำกระโอบได้คือทวายให้มนหนึ่งทวายยังปรับระเบียบของนายติดยืนหนึ่งปรับระเบียบท่ามนหนึ่งยังทวายยังมายังกู้เรียบจำยังไม่สำหรับการยังทวายดงวายแต่การปั๊มจังสัปดาห์นี้ยังหนึ่งสดับจิมบุยเนี่ยก็มายบางปนโยจะล้อมอัมปีการทวายไอ้สกอลโยชบาอัมปีการได้ยังทวายดงวายแต่การปั๊มบ้างกังปีป่ะก็ปีมาท้ายจะปลุกประมวยคอมาไพ่มวยปีพรัวสมบัติตรอบสมบัติบอลเนี่ยทัดนื้อกันไหลนะนู้chấtเนี่ยก็หนึ่งนื้อกันไหลนู้ได้จะการทวายปัดประกาศคือจะการทวายเด็กใจมีอัมพีสิกระไดสลายมันแมนจีกระตับประกาศเตะป่ะแมนจีกระตับประกาศทั้งขยมเตาตายขยมเตาตายบ่ขยมมันทั่วเตะขยมนังเบียนโตขยมมันทั่วเตะขยมนังประดาซาขยมมันทั่วเตะขยมเจมวยจบไปอัดเตะสมทวายโดยมีสลายเพียบกำจัดบรรทุกมาเจมวยทวายโดยจัดทินีทวายโดยสิกระไดสลายได้ยืนสลายในจมูกแปลในยืนเอเมนจังจับปีไทยในตอนเต้าสมบองบนทวายโดยสิกระไดสลายกำทวายโดยกระตับประกันเอเมนดิพูไอให้การทวายในไอลูกดับบองปนจีการสันซ้ำทรวบเป้ได้ยืนทวายในการประอังในทรวบยืนในไอเนโกทานสู้จังอารามยืนจัดยืนในเนโกทานสู้ภาษาในยืนจีการสันซ้ำvì phụ ấy nhưng xămในเรื่องแผ่นได้วิบ้านขนมอยากเปียกอะไรวิอัดนึงกระเดียก้าวกระดอกกัดหรือก็บัดบังในไทยนามุ้ยวิอัดในที่วิอัดยังดอกสลาพาวอะไรต่างอย่างนี้ปัจจัยใบยังทวายตัวการผ่าอังแต่ยังกระทันนิชิตรอบสมบัติในเข้มสมซ้ำตกโนอันเดอร์โกทานซูเป้ได้ยังสมซ้ำตกโนตีนัวรอบสมบัติยังโนตีนัวจึงจัดยังกำนัดยังเอาไว้คือยังโนตีนัวจิมวยป่าเอเมนจังให้หลังตัวสมบัติระบอบเนี่ยเนื้อกันไหลนะจัดระบอบเนี่ยหนึ่งเนื้อกันไหลเนื้อจังหวะสันตัวสมบัติยังเนื้อลูกไก่ชรานะจัดยังเนื้อลูกไก่ได้ยังก็เธอไม่บานเธอไม่อ้อยบานมาแทนเตียนโยกหายโยกเตียนออเจสกอปสกอร์เตียนรูปจังบานแทนหายแทนเตียนแทนหายแทนเตียนออดได้เป็นเบสกอปสกอร์เตียนปันแต่ยังทวายในการฟังยังสกอปสกอร์ให้ยังสังคมนึกคือจิตสมบัติเนื้อโกทานสู้แต่พระองค์เรียบจำทุกสมบัติยังเอเมนมวยเตียนยังเคยสตรีมันเนี่ย
ដែលឈ្មោះនាងម៉ារីយូហាន 12:3 នោះនាងម៉ារីក៏យកប្រេងក្រអូបទេពរូសុទ្ធមួយនាលមានតម្លៃណាស់មកចាក់លាបព្រះបាទទ្រង់រួចយកសាក់នាងជូតក្លិនក្រអូបនោះក៏សាយឡើងពេញក្នុងផ្ទះនេះគឺជាដង្វាយមួយដែលនាងម៉ារីហ៊ានថ្វាយទៅកាន់ព្រះបងប្អូនខ្លះរបស់ថ្លៃយើងអត់ហ៊ានទេមាសពេជ្រអីយើងអត់ហ៊ានថ្វាយប៉ុន្តែកន្លែងនេះនាងយកក្លិនក្រអូបបើន័យថាព្រៃក្រអូបយកមកថ្វាយមានសិស្សព្រះអង្គសាវកព្រះអង្គមិនក៏ខ្ជះខ្ជាយម៉េចមិនក៏យកមកបង្ហាត់អញ្ចឹងរបស់ល្អរបស់មានតម្លៃមិនក៏យកមកចាក់លាបជើងព្រះយេស៊ូវអញ្ចឹងប៉ុន្តែនេះជាការបង្ហាញអំពីទឹកចិត្តនៃសេចក្តីស្រឡាញ់គាត់អត់ខ្វល់ថារបស់ថ្លៃហ្នឹងដែលគាត់មាននឹងខាតបង់ឯងព្រោះគាត់ធ្វើការទៅកាន់ព្រះអង្គអញ្ចឹងគាត់ហ៊ានថ្វាយទៅកាន់ព្រះអង្គគាត់ហ៊ានធ្វើការនេះក៏អស្ចារ្យទេដោយសារទឹកចិត្តនៃការស្រឡាញ់ព្រះអង្គគាត់ស្គាល់ព្រះយេស៊ូវច្បាស់ថាព្រះអង្គជានរណាអញ្ចឹងហើយបានជាគាត់ហ៊ានលះបង់អំពីព្រេងក្រអូបដ៏មានតម្លៃនេះធ្វើទៅកាន់ព្រះយេស៊ូវដោយបង្ហាញពីសេចក្តីស្រឡាញ់នេះហើយគឺជាគេហៅថាលើសអំពីតម្លៃបើយើងនិយាយពាក្យថាលើសអំពីតម្លៃ10ហូតមួយទៀតចឹងហើយពេលដែលយើងធ្វើចេញដោយសេចក្តីស្រឡាញ់មិនខ្វល់ថាបងប្អូនប្រមាណភាគរយគឺយើងឡើងគិតភាគរយហើយអាចធ្វើលើសអាចធ្វើខ្វះមិនជាបញ្ហាទេប៉ុន្តែបងប្អូននៅតែបន្តថ្វាយទៅកាន់ព្រះអង្គនៅទុកចិត្តថ្វាយដោយសេចក្តីស្រឡាញ់ទៅកាន់ព្រះអង្គនេះគឺជាអ្វីដែលចង់លោកអ្នកបងប្អូនយល់នៅក្នុងសប្តាហ៍នេះទី2តើតើនឹងខគម្ពីរអំបញ្ញមិញការថ្វាយគឺជាការធ្វើចេញពីស្ម័គ្រពីចិត្តកុំឲ្យមានអ្នកណាមួយបង្ខំយើងទៅឬក៏គ្រូគង្វាលប្រាប់ថាអូនឯងត្រូវតែថ្វាយប៉ុណ្ណេះបើមិនថ្វាយប៉ុណ្ណឹងអត់បានទេហូតអ្នកដឹកនាំប្រាប់អូនឯងត្រូវតែថ្វាយប៉ុណ្ណេះបើមិនថ្វាយខុសជាមួយព្រះអង្គអត់ទេអានឹងខុសហើយបើអ្នកដឹកនាំគ្រូគង្វាលប្រាប់បែបហ្នឹងគឺខុសហើយបាទការថ្វាយអត់មិនមែនជាការបង្ខិតបង្ខំទេព្រោះជាការសម្រេចចិត្តលោកអ្នកបងប្អូនស្រឡាញ់ព្រះអង្គប៉ុណ្ណាបងប្អូនស្គាល់ព្រះអង្គប៉ុណ្ណាបងប្អូនព្រះអង្គប៉ះពាល់ចិត្តលោកអ្នកបងប្អូនប៉ុណ្ណាបងប្អូនថ្វាយប៉ុណ្ណឹងអញ្ចឹងមិនទៅគ្រូគង្វាលប្រាប់ចំនួនឲ្យយើងថ្វាយឬក៏អ្នកដឹកនាំប្រាប់ថាអ្នកថ្វាយប៉ុណ្ណេះអញ្ចឹងហើយអានោះអត់ត្រឹមត្រូវទេថ្វាយដោយសេចក្តីស្រឡាញ់ដែលបងប្អូនដឹងថាព្រះអង្គគឺជាប្រភពធនធានប្រពៃបងប្អូនធ្វើសាកល្បងជាមួយព្រះអង្គនេះមិនមែនថាខ្ញុំសាកល្បងមួយព្រះអង្គខ្ញុំដឹងថារបៀបណាដែលខ្ញុំថ្វាយហើយព្រះអង្គក៏ខ្ញុំទទួលបានប្រពើបែបណាពីព្រះអង្គនេះគឺជាការសាកល្បងជាមួយព្រះអង្គបងប្អូនសាកល្បងដោយខ្លួនឯងខ្ញុំមិនអាចទៅសាកល្បងឲ្យផ្ទាល់បានទេការថ្វាយដោយសារពីចិត្ត2ករិនថូសចំពុក8ខ8ខ្ញុំនិយាយដូច្នេះមិនមែនជាពាក្យបង្គាប់ទេគឺចង់តែយកសេចក្តីឧស្សាហ៍របស់គេមកលបងលើមើលចំពោះសេចក្តីស្រឡាញ់របស់អ្នករាល់គ្នាតើពិតត្រង់ឬទេប៉ុណ្ណោះកិច្ចការចំពុក2ខ45គេក៏លក់ទ្រព្យសម្បត្តិនិងរបស់គេទាំងប៉ុន្មានចែកដល់គ្នាតាមដែលគ្រប់គ្នាត្រូវការនៅក្នុងសម័យមុនបងប្អូនពួកជំនុំសម័យដើមគឺគេហ៊ានលះបង់ណាហ៊ានទាំងលក់ទ្រព្យសម្បត្តិគ្រប់សពបែបយ៉ាងគេហ៊ានដាក់បញ្ចូលគ្នាហើយគេអត់ប្រកាសថាអូអានេះរបស់ខ្ញុំអូអានេះរបស់ខ្ញុំគេអត់ទេគេដាក់ចូលតែម្ដងគេអត់ខ្វល់ទេគឺជាចិត្តឆេះឈួយគឺជាចិត្តនៃសេចក្តីស្រឡាញ់ដែលគេស្គាល់ព្រះគឺគេហ៊ានដាក់ថ្វាយទៅកាន់ព្រះអង្គបើសិនតែយើងនៅលោកីកាលណាគេដាក់គេប្រាប់ថាអូអានេះរបស់ខ្ញុំពេលឧបមាថាយើងទៅយកកាដូទៅឲ្យអ្នកដទៃឬក៏ចូលរួមពិធីមង្គលការឬក៏ពិធីឡើងផ្ទះណាមួយយើងយកទៅយើងចង់ប្រាប់យើងចង់បង្ហាញថាអានេះរបស់ខ្ញុំយើងអត់ទេព្រោះចង់បង្ហាញថាអូរបស់ខ្ញុំល្អឬក៏អីចឹងល្អជាងអ្នកដទៃខ្ញុំចង់ជូនអ្នកឯងឡើងផ្ទះថ្មីខ្ញុំចង់ជូនអ្នកឯងនៅក្នុងពិធីខួបកំណើតផ្សេងយើងតែងតែចង់ប្រាប់ឲ្យសម័យខ្លួនគេដឹងចង់បង្ហាញសម័យខ្លួនថាអានេះរបស់ខ្ញុំឬក៏យើងបើសិនតែយើងដាក់នៅខាងមុខវិញយើងចង់ដាក់ឲ្យនៅខាងអត់ចង់ដាក់កប់នៅក្នុងឯងផ្លែគេអត់ឃើញរបស់យើងចង់ដាក់នៅខាងយើងចង់បង្ហាញពីមុខមាត់ចង់បង្ហាញពីថានេះយើងបានរបស់ល្អយើងយកមកជួយអ្នកបានរបស់ប៉ុន្តែព្រះអង្គអត់ចឹងទេសម័យមុនគេអត់ចឹងទេទ្រព្យសម្បត្តិអ្នកណាមានប្រមាណក៏ដោយគេដាក់មកចូលគ្នាគេអត់ចាំបានថាគេអត់ប្រកាសថាឈ្មោះនេះលោកគឹមសឿនបានដាក់ដង្វាយចំនួន$1000លោកបាទអាសុភាពគាត់បានដាក់ចំនួន$500គេអត់ប្រកាសចឹងទេអត់ប្រកាស
ប្រកាសបែបហ្នឹងដូចជាលោកីគេអត់ជឿព្រះចឹងបាទចឹងព្រះអង្គសក្តាតីយើងអាចគេដូចជាយើងតែនិយាយថាបើយើងដាក់ដង្វាយដៃស្ដាំកុំឲ្យដៃឆ្វេងដឹងណាបាទគឺអត់ត្រូវការប្រកាសរៀបរាប់ប្រាប់បាទលោកដូចលោកអាចារ្យថាអូចេះមួយដើម្បីជូនពរសូមឲ្យនាងមានសម្ផស្សស្រស់ស្អាតដូចទេវតាស្អីអីគ្រប់សពឲ្យជូនពរបាទដាក់តិចទៅរៀងឲ្យពរតិចទៅដាក់ច្រើនឲ្យពរច្រើននឹងវែងអូបាច់អូហូស្ទឹងហូហៀចឹងនឹងមានសម្រស់ដូចនាងទេវតាមានបញ្ញាដូចជាស្មៃអីចឹងទៅណាបាទអញ្ចឹងការឲ្យពរក៏វែងដែរដល់ពេលឃើញតិចតែពីវិមាត់បានមិនចឹងទេមែនទេចឹងសូមឲ្យការថ្វាយរបស់ផងយើងចេញពីចិត្តរបស់ផងយើងដល់ពិតប្រាកដចឹងពួកអ្នកជឿចំនួនមុនគេថ្វាយដោយការសម្រេចចិត្តនៅក្នុងចិត្តរបស់ផងគេហើយពេញដោយអំណរហើយបងប្អូនថានេះមិនមែន10ហូត1ទេច្រើនណាស់គេហៅថាពេលហ្នឹងរហូតទៅដល់គេថាព្រះយេស៊ូវខាត់បងថាព្រះអង្គខាត់ថាកំបានហើយប៉ុណ្ណឹងបានហើយរហូតដល់ថ្នាក់ហ្នឹងរហូតដល់ពេលគេឆេះឈួលគេយល់គេស្គាល់ពីព្រះអង្គខ្លាំងពេកទៅគេដាក់ចូលគ្នារហូតដល់ព្រះអង្គខាត់គេថាអេកុំដាក់ច្រើនពេកអស់ហើយអស់ពីគ្រួសារខ្លួនឯងឬក៏អីចឹងណាទៅជាខាត់យើងមើលការអស្ចារ្យនេះវាខ្លាំងមែនទែនពេលដែលដាក់ដង្វាយដោយមានសេរីភាពដាក់ដោយចេញពីចិត្តរបស់គេគឺបបោហោហៀពួកជំនុំមិនដែលខ្វះខាតទេពីពួកចិត្តគ្រប់គ្នាស្គាល់អំពីការថ្វាយហើយគេថ្វាយហើយគេមានសេរីភាពគេមានអំណរណាគេអំណរញញឹមរស់រាយតាក់ដាក់គ្នាហើយមិនមែនមុខជូរមុខកញើដាក់គ្នាថ្វាយទៅវិញបានអីអត់ទេនេះហើយគឺជាដង្វាយដោយសេចក្តីស្រឡាញ់ជាពិសេសរឿងពួកជំនុំនៅក្រុងម៉ាសេដូនបងប្អូនចាំមើលនៅក្នុងសាច់រឿងហ្នឹងតើគេថ្វាយវាម៉េចបាទហូហៀបាទឥឡូវយើងមើលចំណុចទី3ខ្ញុំចង់ឲ្យយើងការថ្វាយដោយមានចិត្តអំណរអញ្ចឹងមិញទី1យើងថ្វាយដោយអីមិញទី2ស្ម័គ្រចិត្តមានចាំទី1ទេទី1ថ្វាយដោយអីមិញថ្វាយដោយអស់ពីចិត្តចេញអំពីចិត្តទី2បាទเราចាំមើលខ្លួនឯងទី3យើងថ្វាយដោយចិត្តអំណរអញ្ចឹងកន្លែងហ្នឹងសំខាន់បើក្នុង2កូរិនថូសចំពុក9ខ7តែខកពីដែលយើងអានពីដំបងអំបញ្ញមិញចូលឲ្យគ្រប់គ្នាធ្វើតាមដែលសម្រេចក្នុងចិត្តចាស់មិនមែនដោយស្ដាយឬដោយបង្ខំឡើយត្បិតព្រះទ្រង់ស្រឡាញ់ដល់អស់អ្នកណាដែលថ្វាយដោយអំណរមើលឃ្លាចុងក្រោយថ្វាយដោយអំណរសូមនិយាយជាមួយគ្នាទៅថ្វាយដោយអំណរថ្វាយដោយអំណរបាទនៅក្នុងភីលីបចំពុក4ខ18ដល់ខ19ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ហើយក៏បរិបូរណ៍ផងខ្ញុំមានពោពេញហើយដោយបានទទួលរបស់ទាំងប៉ុន្មានពីអេប៉ាប្រូឌីតដែលជាអ្នកដែលរកគ្នាផ្ញើទៅខ្ញុំនោះគឺជាក្លិនឈ្ងុយជាគ្រឿងបូជាដែលព្រះទ្រង់ទទួលដោយសពព្រះហត្ថីដែរ19ព្រះនៃខ្ញុំទ្រង់នឹងបំពេញគ្រប់ការទាំងអស់ដែលអ្នករាល់គ្នាត្រូវការតាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តមនៅក្នុងព្រះគ្រីស្ទយេស៊ូវបាទនេះគឺជាការថ្វាយដោយអំណរអញ្ចឹងខកំពីកន្លែងនេះប្រាប់ថាចូលថ្វាយដោយអំណរបើថ្វាយដោយអត់អំណរទេថ្វាយដោយមុខក្រៀមទេថ្វាយដោយមុខជូរទេកុំថ្វាយអីបើមិនចឹងមិនមែនជាប្រពរទេណាជាការថ្វាយដោយអំណរគឺជាការឆ្លុះបញ្ចាំងអំពីសេចក្តីជំនឿនិងការទុកចិត្តដល់ព្រះព្រោះយើងថ្វាយចេញពីចិត្តដែលយើងស្រឡាញ់ព្រះអង្គព្រោះយើងដឹងថាព្រះអង្គជាប្រភពធនធាននៃយើងតែយើងគួរធ្វើអីវិញទៅកាន់ព្រះអង្គយើងធ្វើតាមលទ្ធភាពតាមសមត្ថភាពដែលយើងអាចធ្វើបានកុំបង្ខំចិត្តតែបង្ខំចិត្តខុសក៏ខុសដែរបាទអញ្ចឹងសូមឲ្យយើងថ្វាយដោយមានសេចក្តីជំនឿទៅកាន់ព្រះអង្គព្រោះយើងជឿព្រះអង្គយើងថ្វាយដោយសេចក្តីជំនឿហើយយើងថ្វាយឲ្យទុកចិត្តព្រះអង្គថាព្រះអង្គគឺជាព្រះដែលប្រកួតគង់ព្រះអង្គជាព្រះចម្រើនដល់គ្រួសារខ្ញុំព្រះអង្គជាព្រះការពារទ្រព្យសម្បត្តិខ្ញុំពេលដែលខ្ញុំថ្វាយទៅកាន់ព្រះអង្គជាព្រះទុកចិត្តថាព្រះអង្គការពារលុយដែលខ្ញុំនៅមានលុយការចាយវាប្រចាំថ្ងៃដែលខ្ញុំគឺជាការយើងរៀនទុកចិត្តទៅកាន់ព្រះអង្គដូចជាស្ត្រីមេម៉ាយដែលយើងធ្លាប់តែស្ដាប់កន្លងមកថាដែលគាត់មានតែ2ស្លឹងដែលស្មើនឹងកន្លះសេន2ស្លឹងស្មើនឹងកន្លះសេនតិចតួចមែនតើតែគាត់ហ៊ានថ្វាយបើយើងនិយាយថាកន្លែងនេះលើស10ហូត1ទៀតលើស10ហូត1ហើយថាខ្ញុំថាលើស10ហូត1តើកន្លះសេនហ្នឹងមិនទៅលើស10ហូត1ពីព្រោះអីគាត់មានតែប៉ុណ្ណឹង
bà nạp xem cái thoại bà nè bàn tay cái nơ miên trời mẹ nát bàn tay quạt miên tập bàn năng mỏng nó khăn nông luôn quạt miên tập bàn năng bàn nè đã tặng o mỏng bây giờ vậy bây mà ta quạt thoại tặng o mỏng chẳng bia bây giờ vậy ta bị trâu mà rồi bị rồi mẹ đọc bị rồi quạt thoại quạt ta cả lá xén thì bên bị sama nó mà rồi bị rồi bị linh đây mà đòn cá tốc chất cá chưa chết quạt vậy thì các bạn bảo bảo ngay con miên tập bàn năng thếสำหรับรู้หนึ่งแต่คนทรงตกใจบ่คนทรงทวายลงไปในตะการบ่ก็เห็นทวายตะการบ่นี่ปองท่าปองสับหาใจท่ามีแต่สตรีไม่ไม่ในแต่ทวายชราจึงเก็บบ่เนี่ยสิ่งแต่ยกมออย่างชราสันทัดจุ่มนวลอย่างชราดักนึกขนมแคลงปองหรือโซเริงปัญหาบางท่านติเตกิถวายติเตกิถวายกะสำนองบอกกิเตกตุยลอยบอกกิเตกตุยเดนซอลบอกกองเกกิเชียวตกบางเป็นคลากะดักเท่าวิชงนนั่นกิเชียวตกหรือการพิมพ์ก็ยังมีกะได้ปัญหาแล้วยังเลยปรากะหายบางเนื้ออเมริกันเนื้อมีกะบางมีดอกเซนไอ้ยังเตยกันนะเนื้อเตรียมไปกินเนื้อปรากะบางจะยังได้ชมไอ้ปรากะดาลอยสดอะไรเหล่านี้ในครั้งก่อนปีมาก็จะพวกดอกปีคอใส่ปีดอกคอใส่บ้วนแต่มีสตรีไม่ไม้กรอเหมือนเนี้ยเมิกดะแต่ปีสลังได้เตยจีกันละเซนvà trong hai bộ sơ mộc miền Bắc Bần Tu Tha khi nhom Bắc nèรอគ្នាប្រកាសថាស្ត្រីមេម៉ាយក្រនេះបានថ្វាយលើសជាងគេទាំងអស់ដែលដាក់នៅក្នុងឃ្លាំងត្បិតគេសតតែយកពីរបស់ដែលជាសំណល់ខ្លួនមកថ្វាយតែស្ត្រីនេះបានយកពីសេចក្តីកំសត់មានតែគាត់មានតែប៉ុណ្្នឹងទេអស់លេងហ្មងអស់លេងតែម្ដងមកថ្វាយវិញគឺជារបស់ដែលនាងមានទាំងប៉ុន្មានសម្រាប់ចិញ្ចឹមជីវិតខ្លួនផងអាហ្នឹងចិញ្ចឹមជីវិតគាត់ចុងក្រោយមានតែប៉ុណ្្នឹងទេប៉ុន្តែគាត់ហ៊ានធ្វើទៅកាន់ព្រះអង្គឥឡូវយើងមើលលទ្ធផលនៃការថ្វាយដោយសេរីភាពពេលដែលយើងថ្វាយដោយសេរីភាពយើងคล้ายទៅជាអ្នកដែលមានការរីកចម្រើនខាងឯបលឹងវិញ្ញាណមិនមែនជាបន្ទុកទៀតទេកុំឲ្យថ្វាយនឹងវាយជាបន្ទុកថ្វាយទៀតហើយបន្ទុកដាក់សម្ពាធលើយើងនោះទេកុំឲ្យជាបន្ទុកហើយកុំឲ្យជាសម្ពាធនោះមិនមែនជាអ្វីដែលព្រះអង្គសពហាត់ទេអញ្ចឹងលទ្ធផលគឺយើងធ្វើឲ្យព្រលឹងវិញ្ញាណយើងរីកចម្រើនយើងខ្លាចទៅជាមនុស្សពេញវ័យព្រោះថ្វាយដោយមានសេរីភាពអញ្ចឹងអត់មានជាប់បន្ទុកទេអត់មានជាប់បន្ទុកនៅក្នុងខ្លួនទេហើយពឹងទៅលើព្រះមានការរីកចម្រើនហើយមួយទៀតជាអតិពលទៅលើការអាណាចក្ររបស់ព្រះពេលដែលយើងថ្វាយយើងដឹងថាដង្វាយដែលយើងថ្វាយសម្រាប់ពង្រីកអាណាចក្រព្រះអង្គសម្រាប់ពង្រីកពន្ធកិច្ចព្រះអង្គបងប្អូនដឹងហើយពួកជំនុំនៅក្នុងប្រទេសគេស្រុកគេគឺគេអាចជួយគេអាចប្រទានពពកដល់ពីពេញពិភពលោកសម្រាប់ដោយសារសមាជិកពួកគេម្នាក់គេថ្វាយទៅកាន់ព្រះអង្គគេថ្វាយដាក់ដង្វាយឲ្យដង្វាយគេសម្បូរហូរហៀគេមានលទ្ធភាពរហូតទៅដល់ជួយពួកជំនុំយើងនៅពីពេញបណ្ដាពិភពលោកគ្រប់ទីកន្លែងដោយតាមរយៈដែលពួកជំនុំគេហ៊ានថ្វាយដង្វាយទៅកាន់ព្រះអង្គនេះគឺជាដង្វាយមួយដែលពង្រីកអាណាចក្ររបស់ព្រះអង្គតាមរយៈសមាជិកអ្នកជឿអ្នកស្រឡាញ់ព្រះអង្គនឹងឯងពង្រីកចឹងហើយបានជាប្រព័ន្ធនឹងវាហូរមកដល់យើងបើសិនជាមានសមាជិកគេអត់ស្រឡាញ់ព្រះគេអត់ចេះថ្វាយទេយើងក៏អត់មានពរដែរតែពេលយើងទទួលពរក៏យើងបន្តព្រះពរទៅកាន់អ្នកដទៃវិញផងដែរនេះហើយដែលយើងជាមនុស្សដែលមានពរបើសិនជាយើងចង់បានតែព្រះពរប៉ុន្តែយើងអត់ហ៊ានថ្វាយយើងអត់ហ៊ានឲ្យយើងអត់ហ៊ានចែករំលែកទៅអ្នកដទៃនោះយើងក៏មិនមែនជាមនុស្សដែលមានពរដែរយើងជាមនុស្សដែលអាត្មានិយមយើងតែងតែចង់បានពីអ្នកដទៃយើងចង់បានឲ្យអ្នកដទៃជួយយើងតែយើងអត់ដែលហ៊ានដាក់អីមួយម្យ៉ាងដាក់សមត្ថភាពដាក់ចំណេះដឹងដាក់ការជួយដាក់ការបម្រើទៅកាន់អ្នកដទៃពេលខ្លះយើងអត់លុយតែយើងប្រើកម្លាំងយើងប្រើការជួយដូចយើងចង់ធ្វើកម្មវិធីជាមួយគ្នាអ្នកខ្លះក៏អត់លុយស្មោះត្រង់អត់លុយបងខ្ញុំអត់លុយចូលរួមទេបើកុំឲ្យអត់មានលុយចូលរួមប៉ុន្តែយើងមានអីធ្វើអីផ្សេងថ្លៃយើងហ៊ានធ្វើបានអាហ្នឹងក៏ខុសដែរយើងអត់មានលុយយើងស្មោះត្រង់បងខ្ញុំអត់មានលុយអត់អីទេចូលរួមជាមួយគ្នាដល់អត់លុយលាងចានអត់លុយជួយបម្រើអត់លុយជួយធ្វើម្ហូបអត់លុយជួយរៀបចំតុអត់លុយជួយរៀបចំកន្លែងឲ្យបានស្អាតអាហ្នឹងជាការរួមចំណែកប៉ុន្តែយើងនៅតែចូលរួមជាមួយគ្នានៅតែញ៉ាំជាមួយគ្នាបានមិនមែនថាអូអត់លុយទៅមកខាងអត់ទេស្មោះត្រង់ប្រាប់គ្នាបងខ្ញុំអត់លុយ
តែខ្ញុំមានកម្លាំងតែខ្ញុំមានភាពឧស្សាហ៍របស់ខ្ញុំមានភាពទំនួលរបស់ខ្ញុំដើម្បីចូលរួមចំណែកជាមួយអ្នកផងដែរអេមែនអាចធ្វើចឹងបានអត់បើអត់មានលុយជួយកម្លាំងបានអត់បាទនេះគឺជាអ្វីដែលព្រះអង្គសពហាតិបាទទទួលបានការផ្គត់ផ្គង់ពីព្រះពេលដែលផលិតផលនៃដែលយើងថ្វាយដោយសេរីភាពយើងទទួលបានភាពពេញបរិបូរណ៍ត្រឡប់មកវិញពេញបរិបូរណ៍ហើយលទ្ធផលនៃការដែលយើងថ្វាយដោយមានសេរីភាពគឺយើងជាមនុស្សដែលមានអំណរចេញទៅថ្វាយហើយចេញទៅវិញមានអំណរមែនទេមិនថ្វាយហើយចេញទៅវិញកើតទុកទេបងប្អូនខ្លះគាត់បាទគាត់បានត្រៀមដង្វាយដល់ពេលគាត់ទៅវិញក៏ដាក់ជ្រុលទៅគាត់កើតទុកគាត់ថាអើយចូលទៅថឹងបាននឹងធ្វើមកយកវិញបានទេគាត់ដាក់អាក្តារធំទៅពេលខ្លះគាត់បញ្ញាប់លឿនពេកគាត់ដាក់ច្រឡំដៃពេលខ្លះវាទៅអាក្តារធំដល់ពេលអញ្ចឹងទៅវាគាត់ចាប់ដើមចេញទៅវិញគាត់អង្គុយស្ដាយដោយសារអត់បានត្រៀមទីនេះខ្ញុំនិយាយកន្លែងហ្នឹងតិចបាទអញ្ចឹងធ្វើឲ្យយើងស្កប់ចិត្តបាទអញ្ចឹងឆ្លើយតបមកវិញថាព្រះបន្ទូលដែលយើងស្ដាប់នៅថ្ងៃនេះឲ្យយើងយល់ច្បាស់អញ្ចឹងអធិដ្ឋានមុនពេលដែលអ្នកថ្វាយអញ្ចឹងពេលដែលយើងថ្វាយសូមអធិដ្ឋានផងណាមិនគាត់ថាដល់មកគេថ្វាយបកអត់អញ្ចឹងទេសូមអធិដ្ឋានព្រះអង្គហើយនៅថ្ងៃនេះសូមគុណថ្វាយព្រះអង្គហើយសូមដង្វាយជាក្លិនក្រអូបទៅកាន់ព្រះអង្គតែព្រះអង្គមានប៉ុណ្ណេះជាគុណថ្វាយទៅកាន់ព្រះអង្គហើយសូមឲ្យដង្វាយដែលគុណថ្វាយនេះចម្រើនទៅដល់សុខភាពគ្រួសាររបស់កូនចុះយើងអធិដ្ឋានទៅកាន់ព្រះអង្គណាអធិដ្ឋានទៅកាន់ព្រះអង្គពេលមុនដែលយើងថ្វាយកុំឲ្យចេះតែដាក់ណាអធិដ្ឋានទៅកាន់ព្រះអង្គផងមុននឹងថ្វាយសូមឲ្យជាក្លិនក្រអូបសូមឲ្យព្រះអង្គចម្រើនតាមរយៈដង្វាយដែលកូនថ្វាយទៅកាន់នគររបស់ផងព្រះទៅកាន់អាណាចក្ររបស់ផងព្រះឲ្យកាន់តែរីកចម្រើនថែមទៀតទៅកាន់បងប្អូននៅក្នុងពួកជំនុំទៅកាន់អ្នកបម្រើព្រះអង្គនៅក្នុងពួកជំនុំឬក៏អ្នកខ្វះខាតផ្សេងទៀតនៅក្នុងពួកជំនុំសូមឲ្យព្រះវិហារឬក៏ព្រះអង្គបានចាត់ចែងទៅតាមបំណងផាតីព្រះអង្គសម្រាប់មនុស្សនៅក្នុងពួកជំនុំរបស់ផងព្រះអង្គបងប្អូនត្រូវដឹងថាតាមរយៈដង្វាយយើងអត់យកទៅធ្វើអីទេការបាទជួយចំណែកនៅក្នុងពួកជំនុំបាទការចាយវាយផ្សេងៗនៅក្នុងពួកជំនុំការចាត់ចែងឲ្យបានត្រឹមត្រូវនៅដង្វាយដែលលោកអ្នកបងប្អូនបានថ្វាយហើយជាប្រពរបងប្អូនខ្លះគាត់ខ្វះខាតអ្នកនៅក្នុងមន្ទីរពេទ្យអ្នកខ្វះខាតយើងតែងតែនាំដង្វាយពេលខ្លះយើងអត់បានដាក់ដង្វាយពួកជំនុំទេពេលខ្លះវាច្រើនពេលខ្លះដើម្បីលឿនខ្ញុំដាក់ដង្វាយតខ្លួនបើដាក់ដង្វាយពួកជំនុំទៅជួយពេលខ្លះត្រូវសួរអ្នកកាន់ដង្វាយទៅសួរគាត់ថាឥឡូវនេះគាត់ខ្វះខាតយើងជួយដង្វាយគាត់ខ្លះទៅដើម្បីបងបានគ្រប់គ្រងការពារព្រោះគាត់ខ្វះខាតពេលខ្លះយើងត្រូវការពិភាក្សាប៉ុន្តែពេលខ្លះខ្ញុំខ្ជិលមកសួរពួកជំនុំពេលខ្លះអ្វីដែលខ្ញុំមាននៅក្នុងខ្លួនខ្ញុំដាក់ដង្វាយផ្ទាល់ខ្លួនខ្ញុំអញ្ចឹងពេលខ្លះដែលខ្ញុំធ្លាប់មានពីមុនលុយតែពីការនៅក្នុងកាបូបខ្ញុំវាអត់សូវនៅបានយូរទេវាឆាប់អស់ដោយសារវាចេញពីកាបូបខ្លួនឯងលឿនបើថាចាំទៅស្នើពីវិហារវារៀងទៅសួរយោបល់សួរឲ្យពីគាត់ទៅប្រាប់គាត់អញ្ចឹងណាបាទអញ្ចឹងនេះជាអ្វីដែលខ្ញុំធ្វើប៉ុន្តែខ្ញុំអត់តូចចិត្តខ្ញុំអត់បើអ្វីដែលខ្ញុំដាក់ផ្ទាល់ខ្លួនគឺរឿងផ្ទាល់ខ្លួនប៉ុន្តែពេលខ្លះវាអត់មានដែរអញ្ចឹងអូខេស្នើទៅវិហារខ្លះទៅដើម្បីព្រោះជួយដល់ពួកជំនុំទេបាទពេលខ្លះដែលខ្ញុំអាចមានលទ្ធភាពទៅបានខ្ញុំធ្វើខ្លួនឯងអរគុណព្រះអង្គកន្លែងបាទអញ្ចឹងទី2ចង់ឲ្យយើងមានគម្រោងនៃការថ្វាយសូមពេលដែលយើងថ្វាយយើងមានរៀបចំទុកជាមុនណាកុំឲ្យមកដល់វិហារពេលយើងថ្វាយស្រាប់តែយើងពេលខ្លះអត់មានលុយនៅក្នុងបាទអ្នកខ្លះអត់លុយនៅអាងបាញ់នៅឥឡូវសម័យឥឡូវវាទំនើបគេអាបាញ់តាម QR code បើអត់មានលុយជា cash ជាសាច់ប្រាក់ទេគេបាញ់តាម ABA បាទតាម AC ដែរអញ្ចឹងគេបាញ់ប៉ុន្តែអ្នកខ្លះអត់មានអានឹងហើយអត់មាននៅក្នុងទៀតយើងអត់បានត្រៀមបាទអញ្ចឹងសូមឲ្យយើងបានត្រៀមទុកមុនហើយត្រៀមចំនួនប្រមាណអូខេថ្ងៃនេះខ្ញុំចង់ថ្វាយព្រះអង្គទៅប៉ុណ្នេះខ្ញុំអធិដ្ឋានពីત્યાંមកត្រៀមទុកឲ្យស្រមសបុតអីហើយកុំឲ្យមកដល់ពេលខ្លះបងប្អូនទៅចូលរួមកម្មវិធីពេលគេលើកជើងប្រាក់ដង្វាយពេលខ្លះប្រផាសពេកអូយើងមិនហ្នឹងបកទាញកាបូបមកខុសត្រូវផងទាញមករកពេលខ្លះទាញចុះទាញឡើងវាមិនប៉ះចំអាកដាស់ទូចវាប៉ះចំអាកដាស់ធំពេលខ្លះប៉ះចំកដាស់100ឬកដាស់50អញ្ចឹងទៅកដាស់20អញ្ចឹងទៅជាខ្លះមានតែ20 30ដល់ពេលវាអត់មានលុយគេហៅថាលុយតូចចង់ថ្វាយមកល្មមដើម្បីឲ្យទុកខ្លួនឯងសម្រាប់ការរស់នៅបន្តទៀតពេលខ្លះអត់បានត្រៀមយើងដាក់ទៅជ្រុលយើងស្ដាយក្រោយអញ្ចឹងសូមឲ្យត្រៀមមុននឹងធ្វើអីថ្វាយទៅកាន់ព្រះអង្គសូមត្រៀមទុកមុនបាទកុំឲ្យមកដល់ព្រះវិហារអូខ្ចីគេសិនបាទអត់ទេបើអត់មានខ្លួនឯងកុំខ្ចីគេបាទដាក់អ្វីដែលយើងមានអេមែនបាទទី3សូមថ្វាយដោយអំណរពេលថ្វាយត្រូវត្រៀមចិត្តយើង
miền nằm nói cái này nè đã phần năng từ miền nói miền ớt ở đã đọc là nước miền no thế u chỗ thì cho vậy ô sẽ đài đi thôi mà vinh và thật đã tao ớt miền nằm no thế thôi mà vinh ô đã tao buồn là bàn này bây giờ là bàn họ đã tham mà mớn ô yến sẽ đài nơi sẽ đài lại ở đây đây bài nhám và đã pram pòn này và thôi mà vinh rồi chẳng xong ở chất là dừng phai nước miền nằm no tại bởi dừng phai cái tham mà mơ nó đấy dừng đã từ pi mơ nó đấy dừng đã từ vừa chất dừng ở bên nhà chất dừng về ởประกันluôn ấy như thế và chẳng tí bốn đã chỉ cả tục chất lừa cạp cột cùng chẳng dừng phai đơn đơn là bảo nơi cột cùng bảo nằm cột cùng trong tam bây giờ ca nghe trong ở đây trong phơi cà đốc xì cà lụa đâu sẽ bảo nằm cột cùng ở trong bên tụi bây giờ phai bên năng ăn bay nhà buổi nhóm dừng phai đấy đấng tha bảo ông cứ chỉประดับกดกงตกจัดเรือbảo ông chỉประดับกดกงเอเมนยังทรงยังสันนิษฐานสำหรับจงกล่าวท่าการทวายโดยประกุลมันแมนทวายโดยกระบินในพิมพ์ยังทวายโดยกระบินในโอ้แต่ยังอันบานเพื่อตัวมีตัวเจจอบตัวเจมีปัญหาเจบาดประปอเจมวยจอบพิอติอะไรยังสับทางไงปัจจุบันนั่นคือเอาเยี่ยมมั้งพระดัชหายบอกบังกรุบหายบอกบังเป็นหายคือยังทรงก็เอายังทวายโดยต่อตามไปกระบินในโดยมโนลายทรงทวายโดยมีจัดรีจัดอ่ำนอมันแมนบ่าโดยมันก็เรื่องจำนวนแต่จะดูกระจายปันแต่ตามระยะได้พระองค์ปราบยืนตามระยะได้พระองค์ปะปอยยืนทรงทวายใกล้ๆจะปุ่มภัยคอ30ช่วงบ้านบางไฮเนี่ยรอคณีโดยกรุบการแต่งออกท่ากลัวเอาคำถือการโดยเฉพาะดำใบอ้อยบานช่วยตัวดอกพวกเนี่ยเศร้าหายนักจำอัมพีพระบรรทุในพระเอามาใจเยซูได้ตรงบานในพระบรรทุท่าได้เอานุเมียนเปอร์เชียงตัวได้เอานุเมียนเปอร์เชียงตัวส้มในเยอะแต่การดัดจัดการยืนทางได้เอานุเมียนเปอร์เชียงตัวยืนพอดอลเอาโดยอัดกัดทลายปีพรวกแปรกรีดอลเอายืนเมียนสลายพิมเอเมนไม่ใช่ส้มมาเยอะบานอธิษฐานกรอกโชลางยืนอธิษฐานจมูก